សម្រាប់មេរៀនហ្នឹងយើងមកចូលមកដល់មេរៀន external parasite external parasite ហ្នឹងយើងមានន័យថាជាបរាសិតក្រៅអឺបរាសិតខាងក្រៅឬបរាសិតក្រៅអញ្ចឹងវានៅក្រៅខ្លួនសត្វហ្នឹងហើយខ្ញុំនៅក្នុងមេរៀនហ្នឹងមាន4ចំណុច4វេទិកាដែលខ្ញុំត្រូវយកមកបង្ហាញទី1គឺ cattle tick នឹងចង់និយាយពីតកែខាំគោ screwworm fly និងរលបោមរុយខាំគោ buffalo fly ហ្នឹងក៏ជាប្រភេទរុយដែរringworm ហ្នឹងស្រែងបោះហើយសម្រាប់ថ្ងៃហ្នឹងយើងរៀននេះទេយើងរៀនតែអំពីតកែទេណាអញ្ចឹងមុនចាប់ដើមពួកយើងនេះស្ដាប់សំឡេងការអានរបស់បន្តិចសិនណា External parasites are generally blood-sucking insects such ticks, buffalo fly and lice. Some can spread blood-borne diseases, or cause irritation or skin infections. In the case of screwworm, fly maggots eat the flesh in open wounds. Bos indicus cattle are mainly resistant to ticks but can become infested when in poor condition. European breeds and their high-grade crosses are the most susceptible. Grazing animals are more likely to be infested than penned animals. Cattle ticks can be controlled by a combination of chemical treatment of the animal and rotational grazing of paddocks. The tickicide will reduce the numbers of ticks present while not grazing the same pasture area for another 4 weeks after treatment will break the tick breeding life cycle. The baby ticks, seed ticks, on the grass will die if there are no cattle for them to feed on. Chemical treatment by itself is effective, but more expensive than when combined with rotational grazing. However, chemical treatment will be the only option for farmers who do not own their own grazing land and cannot control grazing. Tickicides can be applied by spraying or being poured along the animal's back. Some tickicides also kill lice. Always read the label of the product carefully to determine the correct method of treatment. Key point: chemicals should not be applied to wet animals or if rainfall is expected lest they be washed off or too diluted to be effective. Cattle ticks are generally first seen on the brisket and underline of animal. European breeds and their crosses are most susceptible. Insecticidal poron is easy to apply, and will last for up to 3 weeks for both internal and external parasites. ឥឡូវយើងមើលរបស់របស់យើងខ្ញុំអានសារថ្មីណា External parasites are generally blood-sucking insects such as ticks, buffalo fly and lice. ពី insect នេះគេថាប្រហែលជាគ្នាយើងចេះយល់នេះ insect ticks ពាក្យថ្មី buffalo fly and lice វាសិតពាក្យត្រូវស្គាល់ពី insect ហ្នឹងគឺប្រភេទសត្វល្អិតយើងសត្វទាំងអស់មានសត្វឆ្អឹងកងនិងសត្វឥតឆ្អឹងកងអញ្ចឹងសត្វល្អិតគឺក្នុងប្រភេទពួកសត្វឥតឆ្អឹងកងណាអញ្ចឹងយើងរាប់ទាំងសត្វល្អិតដែលយើងបរិភោគហ្នឹងក៏វានៅក្នុងប្រភេទ insect ហ្នឹងដែរហើយសត្វល្អិតខ្លះយើងជាប្រភេទពួកប៉ារ៉ាស៊ីតវិញដូចអ្វីដែលខ្ញុំលើកយកមកបរៀនយើងណាហើយពាក្យ tick នេះគឺតកែឬក៏តកែយើងហៅតកែហ្នឹងគឺតកែហ្នឹងកែខាំគោខាំឆ្កែណាអានថា tick ពាក្យ fly ហ្នឹងគឺរុយវាមានទំហំតូចទំហំធំតូចយើងហៅលបោមហើយពាក្យ lice គឺប្រភេទចៃប្រភេទចៃលោតចៃដូចចៃខំក្បាលយើងហ្នឹងក៏យើងរាប់ថាជាប្រភេទចៃដែរប៉ុន្តែវាតូចជាងប្រភេទពួកតកែណានេះអញ្ចឹងយើងសិក្សាពាក្យហើយយើងចាប់ដើមបកទៅgeneral នេះគឺជាគុណកិរិយាសព្ទយើងបកពេលណាក៏បានដែរពាក្យណាយើងចំណាំហើយយើងបក
ច្រើនបកមុនគេក៏បានបកក្រោយក៏បានប៉ុន្តែគេមើលទៅថាពេលណាដែលតំណងបកទៅស្ដាប់បានខ្ញុំបកថាជាទូទៅ external parasite ប៉ារ៉ាសិតក្រៅគឺជាអីនេះគឺជា blood sucking insect គឺជាប្រភេទសត្វល្អិតសត្វនេះគឺជាជក់ណាបើជក់ឈាមសាច់ហ្នឹងដូចជាមានអីខ្លះមានតង្កែ buffalo fly របោមហើយនេះចៃអាចស្ដាប់បានទេគ្នាខ្ញុំបកនៅខាងក្រោមណានេះទៅមកល្បះទៀតនេះជារូបភាពខ្ញុំបង្ហាញជាប្រភេទតកែដែលខាំគោនោះជាទៅវាអាចនៅក្នុងត្រចៀកកន្លែងណាដែលមានរោមហើយរោមតិចរោមច្រើនឬក៏នៅខ្លួនក៏មានដែររបស់បន្ទាប់ some can spread blood-borne diseases or cause irritation or skin infection មានពាក្យថ្មីហ៎ spread នេះធ្លាប់រៀនហើយ spread irritation ថ្មីសម្រាប់ពួកយើងពាក្យ borne នេះមួយទៀតបានយើងមើលពាក្យទី1ពាក្យ borne នេះគឺដែលកើតពីបើយើងប្រើជាគុណនាមវាកើតវា verse your borne តែអ្នកកើតនៅឯណាពាក្យមួយទៀតពាក្យ irritation ហ្នឹងគឺជាការរលាកមិនរលាកទូទៅរលាកទាំងអស់ដូចជាយើងសត្វល្អិតខាំទៅយើងក្តៅរលាកឬក៏ស្បែកយើងត្រូវប្រតិកម្មជាមួយអីទៅវារលាកក្តៅស្បែកចឹងមានពាក្យមួយទៀតពាក្យ infection ធ្លាប់រៀនម្ដងហើយម្ដងទៀត infection ហ្នឹងគឺការឆ្លងមេរោគការឆ្លងរោគណាតោះឥឡូវខ្ញុំចាប់ដើមបកម្ដងទៀតសាំពាក្យសាំហ្នឹងគឺខ្លះគេចង់និយាយពីពពួកប៉ារ៉ាសិតណាប៉ារ៉ាសិតខ្លះបើយើងបកខ្លះអញ្ចឹងដាក់បានទេយើងស្ដាប់លើប៉ារ៉ាសិតខ្លះអាចយ៉ាងម៉េចអាច spread ហ្នឹងគឺធ្វើឲ្យរាលដាលឬឆ្លងរាលដាលនៅ blood-borne disease គឺជាប្រភេទជាងហ្នឹងគេសោមនាមបកប្រច្រាស់មកណាទៅឲ្យតែកសោមនាមមាននាមគុណនាមនៅជាប់គ្នាគ្នាបកប្រច្រាស់ទៅរាលដាលជំងឺដែលកើតតាមឈាមឬគឺខ្លះវាឆ្លងតាមឈាមឬក៏បង្កឲ្យមាន cause បង្កឲ្យមាន irritation ការរលាកឬក៏ skin infection ការឆ្លងមេរោគលើស្បែកហ្នឹងមានកន្លែងណាស្ដាប់បានទៅប្រាប់ឆ្ងល់អាចសួរណាគ្រូចេះទៅសិនណាចឹងខ្ញុំបកសារថ្មីណានេះសាំនេះគឺយើងបកតែខ្លះចឹងក៏ស្ដាប់បានដែរយើងបកថាប្រាសិតខ្លះអាចគេអាច spread គឺធ្វើឲ្យរាលដាលឬ blood-borne disease ហ្នឹងជាប្រភេទជំងឺដែលឆ្លងតាមឈាមឬក៏ cause នេះបង្កគេសាប់ដែរបង្កឲ្យមានការរលាក irritation ការរលាកឬក៏ម្ដងទៀតឆ្លងមួយទៀត skin infection ការឆ្លងរោគលើស្បែកទៅរបស់បន្ទាប់ in the case of screwworm fly maggots eat the flesh in open wound ពាក្យ screw maggot នេះ flesh ហើយពាក្យ wound នេះជាសត្វពាក្យថ្មីតែគ្នាយើងអត់ចេះពាក្យ screw ហ្នឹងគឺមានន័យថាមួលឬក៏ចោះដូចយើងយកទូលវិសមួលអញ្ចឹង screw យកអីមួលចោះកន្លែងណាមួយអញ្ចឹងហើយពាក្យ
maggot នេះគឺកៅកៅនឹងសម្ដៅទៅលើប្រភេទពួកតកៅស៊ីសាច់ណាពួកតកៅនៅក្នុងសាច់ហើយពាក្យ flesh ហ្នឹងគឺសាច់មនុស្សហ្នឹងសាច់មនុស្សចូលទៅមានពាក្យមួយទៀតគេប្រើពាក្យ meat ប៉ុន្តែពាក្យ meat ហ្នឹងក៏សាច់ដែរប៉ុន្តែសម្រាប់ទៅលើប្រភេទសាច់សម្រាប់បរិភោគហើយពាក្យ bone នេះគឺរបួសនេះគ្រូចាំមកចេញមករហូតចាំផ្លែណាគ្រូសេរីហ្នឹងហើយមានផ្សេងទៀតដូចគ្នាចែកមើលអស់ហ្នឹងហើយមិនដល់នេះបាទយើងមើលនេះ in the case of screwworm នេះចង់និយាយពីកសោមនាមស្នាក់មួយចង់និយាយពីក្នុងករណីនៃ screwworm ចង់និយាយតកៅចោះសាច់តកៅវានៅក្នុងសាច់សត្វយើងមានតម្រៅ fly maggot នេះតកៅនេះតកៅរុយ fly រុយមិញចាំពេល maggot ហ្នឹងតកៅរបស់វាប្រវត្តិជីវិតរបស់រុយមុនកើតចេញជារុយវាឆ្លងកាត់ពងជាតកៅសិនហើយតកៅញាស់ហើយទៅជាដុកឌឿហើយដុកឌឿរុយហើយមិនទៅញាស់ចេញជារុយអញ្ចឹងតកៅរុយហ្នឹងវាស៊ីសាច់នៅក្នុង open wound អានេះរបួសចំហ open wound គឺរបួសដែលចំហយើងនៅកណ្ដាលវាអញ្ចឹងរុយវាតពងដាក់បានហ្នឹងហើយមួយទៀតយើងបកថារបួសបើកមុខតោះយើងទៅទៀតណា post indicus cattle are mainly resistant to ticks that can become infested when in poor condition មានពាក្យអីណាថ្មីមានពាក្យ resistant infested ម្ដងប៉ុណ្ណាគាត់ថាមិនចាំជួបម្ដងនេះយើងបានមានពាក្យថ្មីនឹងពីរហើយពាក្យ mainly នេះមួយទៀត mainly បានរូបហើយពាក្យ mainly នេះគឺមានច្រើនតែបើពាក្យ main មួយម៉ាត់ហ្នឹងគឺមានសំខាន់ the main idea គឺសំខាន់ទៅ mainly គុណគេស័ព្ទមានច្រើនតែគឺបើយើងបកជាសំខាន់ក៏បានដែរតែបកច្រើនតែទៅពាក្យ resistant វាធ្លាប់លើពាក្យ resistant យើងខ្ចីពាក្យបារាំងប្រើគឺធន់នឹងពាក្យធន់នឹងshe is resistant to heat នាងធន់នឹងកម្ដៅហើយពាក្យ infest ហ្នឹងគឺមានច្រើនឬក៏ការកើតឡើងមានច្រើនគឺជាកើតដូចនៅកន្លែងយើងហ្នឹងកើតរុយច្រើនកើតមូសច្រើនយើងប្រើពាក្យ infest fly infestation mosquito infestation ការកើតមូសច្រើនបាទឥឡូវខ្ញុំចាប់ដល់បកណាគោ indigo cattle នេះប្រភេទបូមានបូអានេះគោស្រុកយើងណាគឺគោក្តាមគោអីហ្នឹងប្រភេទគោក្នុងតំបន់ហ្នឹងmainly នេះច្រើនតែណាបកច្រើនតែយ៉ាងម៉េចធន់ resistant to ធន់នឹងតកែខាំប៉ុន្តែ can become infested ប៉ុន្តែវាអាចកើតមានអាចកើតមានអីកើតមានតកែច្រើននៅពេលនៅក្នុងលក្ខខណ្ឌមិនល្អវាអាចឈឺកើតច្រើនវាទៅជាឈឺ
nhưng từបន្ទាប់ទៀត European breeds and their high grade crosses are the most susceptible ពាក្យcross cross នេះហើយនឹងពាក្យថ្មីពីរ susceptible នេះមួយទៀតពាក្យពីរហ្នឹងណាពាក្យ cross នេះគឺពូជកូនពូជកាត់ពូជសត្វណាពូជសត្វកាត់បើយើងបកធម្មតាមកកាត់ជាគេសាប់បើនេះជំនាញគេសម្រាប់ទៅលើប្រភេទពូជសត្វកូនកាត់ប៉ុន្តែមិនកាត់50ទេណាបើសិនជាកាត់ត្រឹម2ឈាមអានឹង hybrid តែចាប់ពី3ឈាមទៅយើងប្រើពាក្យហ្នឹងហើយពាក្យ cross ឬក៏ cross breed ដូចគ្នាពាក្យមួយទៀតពាក្យ susceptible ហ្នឹងវាងាយឆ្លងជំងឺឬក៏ងាយឈឺដូចគ្នាមានពាក្យអីផ្សេងទៀតដែរអត់ទេគ្រូទៅមុខទៀតចានេះ European breed នេះគឺថាពូជគោមកពីប្រទេសអឺរ៉ុបពូជតំបន់ត្រជាក់នឹង the high grade cross ហ្នឹងបកបច្រាស់មកសំនាមហើយអាហ្នឹងពូជកាត់ពូជកូនកាត់ដែល high grade ហ្នឹងដែលល្អយើងដឹងហើយ high grade ហ្នឹង grade A grade B grade C ពូជកូនកាត់ល្អរបស់វាthe most susceptible គឺជាពូជគោដែលងាយឆ្លងជំងឺជាងគេចង់និយាយពីទំហំផ្ដាច់ឲ្យទៅពីដមុះហើយមានទុននាមនៅខាងក្រោយវាពីចង់និយាយពីទំហំផ្ដាច់ហ្នឹងអញ្ចឹងសម្រាប់ទៅលើពូជអស់ហ្នឹងវាជាគោដែលងាយឆ្លងជំងឺជាងគេឆ្លងជំងឺនេះជំងឺពួកប៉ារ៉ាស៊ីតកែមិញណាតែយើងទៅទៀតអត់មាននិយាយឆ្ងល់ទេ grazing animals are more likely to be infested than pet animal មានពាក្យ infested ណោះទៀតពាក្យ pen ណាពាក្យ pen នេះបកពាក្យនេះមួយទៀតទៅពាក្យ likely ពីពាក្យណា likely នេះគឺមានន័យថាតំណងជាឬក៏យើងបកថាប្រហែលមកពីប្រហែលជាអញ្ចឹងពាក្យ pen បើសិនជានាមបកថាបិចឬក៏ត្រង់ស័ព្ទតែក្នុងមេរៀនយើងអត់មាននិយាយបិចទេគឺនិយាយពីត្រង់ស័ព្ទប៉ុន្តែក៏គេប្រើវាជាកិរិយាសព្ទដែរកិរិយាសព្ទនេះកិរិយាសព្ទតុងទី3ណាគេប្រើដូចគុណនាមហ្នឹងមានន័យថាដាក់ត្រង់ pen ហ្នឹងមានន័យដាក់ត្រង់ជំនាមត្រង់ណាត្រង់ស័ព្ទត្រង់មកប្រឡោះរោងទាំងមូលអត់ប្រើពាក្យ pen ទេណារោងទាំងមូលយើងប្រើពាក្យ house ឬក៏ shed stable បានប្រើពាក្យច្រើនតោះឥឡូវ grazing animal នេះសម្រាប់លើសត្វ grazing animal នេះបកថាការខ្វៀលសត្វ grazing ការខ្វៀលសត្វនេះ lively តំណងជាហាក់បីដូចជាយើងមានតែវាអត់ប្រកប 100% ហ្នឹងមិនប្រើគេប្រើពាក្យថា lively អាចឆ្លងតកែនឹងច្រើនយើងចំសាក់ដូចវាណាអាចតំណងជាអាចឆ្លងតកែនឹងច្រើនជាង pen animal ជាងសត្វដាក់ត្រង់សត្វដែលចិញ្ចឹមដាក់ត្រង់ pen animal សត្វដែលចិញ្ចឹមដាក់ត្រង់យើងបកថែមលម្អតិចណាខ្ញុំឲ្យគេស្ដាប់បានប៉ុន្តែគេយើងយល់នៅចឹងការបកប្រែហ្នឹងគឺយើងអានយល់ហើយយើងបកដោយការបន្ថែមលម្អយើងបកឆ្កុយហ្នឹងស្អាតបានទេតោះទៅមុខទៀតណាcattle ticks can be controlled by combination of chemical treatment of the animal and rotational grazing of paddocks យើងមានពាក្យនេះពាក្យ control combination rotational ហើយនឹង
paddock ញរៀន2 ដងនេះមានបណ្ណានៅចាំពេលហ្នឹងឯង paddock អត់លេខអស់ទី1 control ហ្នឹងមានន័យថាគ្រប់គ្រងឬក៏កម្ចាត់តបទៀតពាក្យ combination ហ្នឹងជាថ្នាក់វិជ្ជានាមពាក្យអង់គ្លេសរបស់វាគឺ combine មានផ្សំពេល combination ហ្នឹងការផ្សំឬក៏បន្សំ rotational ថាវិជ្ជាគុណនាមមានថាដែលបង្វិលឬក៏ដែលបណ្ដាក់គ្នាវិលជុំពាក្យ paddock វារៀនហើយវាស្មើមានរបងពាត់វាស្មើរបងពាត់ដោយលុះក៏ដោយពាត់ដោយរបងឆក់ក៏ដោយហ្នឹងយើងប្រើពាក្យ paddock បានយើងមើលរបស់របស់យើង characteristic ហ្នឹងគឺដង្កែណាដង្កែខាំកោ can be control can be អាចប៉ុន្តែគេប្រើ be មកកណ្ដាលនេះដោយសារវាជាភាគរបស់កម្មធានរងអំពើណាឬក៏យើងអាចបកម្ចាស់គេអាចគ្រប់គ្រងដង្កែខាំកោបានមួយទៀតដង្កែខាំកោអាចត្រូវបានគ្រប់គ្រងដោយអីដោយការផ្សំចូលគ្នាឬក៏ការបញ្ចូលគ្នានៅ chemical treatment ការព្យាបាលដោយថ្នាំគីមីយើងយកបកសារធាតុគីមីយើងបកថ្នាំគីមី chemical ព្រោះថ្នាំយើងវាផ្សំពីសារធាតុគីមីដែរយើងប្រើថ្នាំគីមីការព្យាបាលថ្នាំគីមីទៅលើសត្វនៃសត្វនិង rotational grazing នេះបកប្រច្រាស់មកការឃ្វាសសត្វដោយបង្វិលហ្នឹងយើងវិលជុំឧទាហរណ៍ថ្ងៃហ្នឹងឃ្វាលប្លុកហ្នឹងស្អែកឡើងទៅឃ្វាលម្ដុំទៀតអញ្ចឹងវិលជុំទៅអញ្ចឹងក៏វាអាចកាត់បន្ថយបានដែរការឃ្វាលដោយបង្វិលនៃវាស្មៅដោយពណ៌របងហ្នឹងគ្រូដាក់ខ្មែរពីក្រោមណាចាំយកទៅមើលនៅផ្ទះយើងទៅមកល្បះទៀត the Tikisai will reduce the number of ticks present by not grazing the same pasture area for another 4 weeks after treatment will break the tick breeding life cycle Tikisai នេះយើងដឹងហើយពាក្យ tick និយាយទៅថែមពាក្យហ្នឹងអ៊ីសាយពីក្រោយទៅវាទៅជាប្រភេទថ្នាំឧទាហរណ៍ tick ទៅជា Tikisai ថ្នាំសម្រាប់ផ្កាយដល់ពេលrodent កដោ rodenticide ថ្នាំសម្រាប់កដោពាក្យ herb រុក្ខជាតិពេលយើងប្រើ herbicide ថ្នាំសម្រាប់រុក្ខជាតិស្មៅចង្រៃ pest កតាចង្រៃយើងដាក់ pesticide ទៅជាថ្នាំសម្រាប់កតាចង្រៃមានពាក្យអីទៀតពាក្យ brick ហើយ cycle មានពាក្យអីផ្សេងទៀតទេអត់ទេគ្រូទៅទៀតណាពាក្យ Tikisai ហ្នឹងបកមិញណាប្រភេទថ្នាំសម្រាប់បកាយណាថ្នាំបាញ់ហើយពាក្យ brick នេះគឺផ្ដាច់ឬបំបែកចេញបែកបាក់គេហ្នឹងក៏ប្រើពាក្យ brick ដែរហើយដល់ពេលអ្នកដែលបែកបាក់ហើយយើងប្រើពាក្យbroken heart បែដងប្រេះស្រាំអីណា broken heart brick បំបែកឬក៏ផ្ដាច់cycle នេះគឺវត្តជីវិតបានគ្រូចាប់ដើមបកទៅបាក់នេះរៀងវែងតិចណាTikisai ថ្នាំសម្រាប់ផ្កាយ
នឹងអីគេនឹងកាត់បន្ថយ the number ចំនួន of ចំនួនតកែ present ដែលមានវត្តមាននៅលើខ្លួនគោ y រីឯ not grazing មាននេះជាថែមបដិសេធការមិនខ្វៀលសត្វលើ the same pasture ទៅលើវាលស្មៅដែលដដែល same ដូចដដែលណាការមិនខ្វៀលសត្វលើវាលស្មៅដដែល area ថែម area មួយទៀតតំបន់វាលស្មៅការមិនខ្វៀលសត្វលើតំបន់វាលស្មៅដដែលរយៈពេល4សប្តាហ៍មកទៀតណារយៈ4សប្តាហ៍after treatment ក្រោយពីការព្យាបាលវានឹងកាត់ផ្ដាច់ the tick breeding life cycle ហ្នឹងប្រសោមនាមបកបច្រាស់មកនាមចរន្តនាមបកបច្រាស់កាត់ផ្ដាច់វដ្តជីវិតកាត់ពូជរបស់តកែហ្នឹងអញ្ចឹងអាសត្វហ្នឹងវាកាត់គ្នាកាត់ពងច្រើនអញ្ចឹងកាលណាយើងវាដូចថាវាកើតហើយយើងអត់ខ្វៀលទៅវាអត់ខំគោយើងទេតែអញ្ចឹងវានៅនឹងយូរទៅវាងាប់ហើយអាពួកពងតកែវាអត់មានអីតោងអញ្ចឹងវាត្រូវពួកប្រាសិតអញ្ចឹងវាពឹងលើគេអញ្ចឹងបើវាអត់មានគេតោងវាត្រូវដាច់ពោះងាប់ ទៅមុខទៀត the baby ticks sit ticks on the grass will die if there are no cattle for them to feed on មានពាក្យថ្មីមានទេដូចជាអត់មានទេអញ្ចឹងខ្ញុំបកមកទៅដូចជាអត់មានពាក្យថ្មីទេ baby ណា baby ហ្នឹងកូនតកែណា baby tick ហ្នឹងកូនតកែឬយើងហៅទៅថា sit tick ដូចគ្នា on the grass នៅលើវាស្មៅនេះជាប្រធានរបស់ណានឹងងាប់ណាអញ្ចឹងកូនតកែវានឹងងាប់ if នេះជាប្រភេទរបស់ផ្សំដែលមានឆ្នប់ចងមួយឆ្នប់ចងឆ្នប់ clear អានេះដូចជាឆ្នប់ចងយើងនឹងចាំនេះអានឹងឆ្នប់ចងអញ្ចឹងប្រសិនបើ there are no cattle ប្រសិនបើគ្មានគោ for them សម្រាប់ them ហ្នឹងគឺសំដៅទៅលើនេះសពមានបរិស័ទសំដៅទៅលើកូនតកែហ្នឹងឯងសម្រាប់កូនតកែហ្នឹងឲ្យវាបើជញ្ជក់ឈាម feed on ហ្នឹងមានថាវាទៅរស់វាស៊ីតែឈាមយើងបកធម្មតា feed ហ្នឹងការផ្ដល់ចំណីពេលនេះសំដៅទៅលើពពួកកូនតកែហ្នឹងវាទៅស៊ីបើឈាមសត្វគោយើងហ្នឹងអត់ចូលប្រាប់ណាខ្ញុំចេះទៅនេះ chemical treatment by itself is effective but more expensive than when combined with the rotational grazing មានពី effective នេះមួយនេះ combine អស់បាទគេតាំងបកមកទៅបកឲ្យមើលហើយ effective នោះបកថាដែលមានប្រសិទ្ធភាពណាchemical treatment by itself នេះជាប្រធានរបស់ណាការព្យាបាលដោយថ្នាំគីមីដោយខ្លួនវាអញ្ចឹងបកអញ្ចឹងស្ដាប់អត់សូវបានការព្យាបាលដោយថ្នាំគីមីតែមួយមុខគាត់ឃើញទេតែមួយទេ is effective គឺមានប្រសិទ្ធភាពប៉ុន្តែ but more expensive ប៉ុន្តែត្រូវអស់ចំណាយលុយច្រើនណាចំណាយច្រើនជាងនៅពេលbut more expensive than នៅពេលផ្សំគ្នាcombine ផ្សំគ្នាជាមួយការខ្វៀលដោយបង្វិលណា
ចឹងយើងវាសត្វដោយបង្វិលផងយើងចាក់តាមទម្លាក់ផងចឹងវាមានប្រសិទ្ធភាពជាងបន្តមួយទៅមុខទៀត however chemical treatment will be the only option for farmers who do not own their own grazing land and cannot control grazing. The option គេថាពួកយើងអត់ចេះទេវាណាមានពាក្យអីផ្សេងទៀតទេអូពាក្យនេះពាក្យ own គេពីរដងនេះ own ណា own មានពីរដងបាទមានពាក្យ however ខ្ញុំបកម្ដងទៀតតែលោកនេះយើងណាអត់ចេះមានន័យថាទោះជាយ៉ាងណាក៏ដោយហ្នឹងជាគុណកិរិយាសព្ទណាហើយមួយទៀតបកថាក៏ប៉ុន្តែក៏បានដែរពាក្យ option មានថាការជាជំរើសហ្នឹងគឺថាយើងចាប់ជាយើងនៅមានផ្លូវដើរណាមានជំរើសថ្មីពាក្យមួយទៀតពាក្យ own ហ្នឹងមានន័យថាបើគេស័ព្ទមានបកថាមានក្នុងន័យជាលក្ខណៈកម្មសិទ្ធិណាហើយគុណនេះមានន័យថារបស់ខ្លួនឯងហើយ ownership ភាពជាម្ចាស់របស់ចាស់ទ្រព្យ owner មានម្ចាស់កម្មសិទ្ធិ owner ចឹងពី own ហ្នឹងមានប្រើច្រើនហ្នឹងគ្រូបកទៅក៏ប៉ុន្តែទីនៃរបស់យើងគឺ chemical treatment ការព្យាបាលដោយថ្នាំគីមីវានឹងជា the only option គឺជាជំរើសតែមួយគត់ only option សម្រាប់ for farmer សម្រាប់កសិករអានេះគឺជាសពនាមឆ្លប់ដែលអញ្ចឹងនៅក្រោយវាគឺជារបស់រណបដែល do not own ដែលมันមានអីគេ on grazing land มันមានដីកង្វៀលដីសម្រាប់វាដីសម្រាប់ឃ្វាលសត្វណាដែលมันមានដីឃ្វាលសត្វផ្ទាល់ខ្លួនរបស់ពួកគាត់របស់កសិករហ្នឹងនឹងมันអាច cannot control มันអាចគ្រប់គ្រង grazing ការឃ្វាលសត្វបន្តទៀតចឹងថ្នាំឥឡូវគេមានថ្នាំសម្រាប់សត្វលេបទៀតព្រោះពេលខ្លះយើងពិបាកចាក់យើងជឿទៅទៅឆ្កែខ្លះវាបាក់សេឆ្កែធំអីយើងកុំឲ្យពិបាកចាក់យើងពេលថ្នាំលេបមានលីចំណីនេះសិតប្រភេទថ្នាំដែលមានប្រសិទ្ធភាពលើពពួកប៉ារ៉ាស៊ីតក្រៅហ្នឹងក៏ត្រូវដែរចឹងនៅលើសបកថ្នាំវាមានដាក់សេនេះដូចថ្នាំមិញហ្នឹងវាសេនេះនេះវាដាក់វាត្រូវបានបង្ហាញសម្រាប់ព្យាបាលគ្រប់គ្រងពួកព្រូនមូលក្នុងកាពះពោះវៀនហើយឡាំងវើមព្រូនសួតនេះកៅថ្លើមហើយមួយទៀតនេះបកពាក្យខ្ញុំចេះ sucking lice ចៃបឺឈាមម៉ៃកែតមុខទៀត Tickicides can be applied by spraying or being poured along the animal back apply នេះបកបានច្រើនពាក្យ spray ពាក្យ pour អស់ហើយមានតែ3ពាក្យហ្នឹងពាក្យ apply មានន័យប្រើឬក៏អនុវត្ត apply នេះទៅបកបានច្រើនថាយើងដាក់ពាក្យ
và cái phải bị apply đây dương đã chi từ không tận nắm trong đây đam nó phải bị apply đây apply bị spray nó mình bành 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 được được đọ bành đọ bành còn dương bành đầy nhá spray phố chạm bị lờ nó là dương mưa bỏ bằng thế thì cái site năm sầm lập cái can be apply aiប្រើប្រាស់បានដោយគេដោយបាញ់ដោយបាញ់ឬក៏បាញ់ពីលើឬក៏នេះពូនេះគឺចាក់ដោយចាក់ឡងតាមវាមកបែបតាមខ្នងសัตว์ណាយើងមើលតបទៀតបានខ្លីទេ some tickets also kill lies ចឹងខ្ញុំបកម្ដងទៅតកែខ្លះថ្នាំសម្រាប់តកែថ្នាំសម្រាប់តកែខ្លះក៏សូក៏អាចក៏សម្រាប់យើងដាក់សម្រាប់តកែមិនได้ចៃក៏វាងាប់ទៅមួយគ្នាដែរវាបានទាំងពីរមុខ Always read the label of the product carefully to determine the correct method of treatment ពី label រៀនថ្ងៃមុនហើយពាក្យ determine ក៏រៀនហើយដែរគាត់ថាប្រហែលពួកយើងអត់ចាំពាក្យ method ពាក្យ determine គឺកំណត់មានពាក្យមួយទៀតពាក្យ method នេះគឺវិធី label ដែលខ្ញុំគូសពីលើនេះគឺជាស្លាកណាស្លាកសញ្ញាប្រាប់យើងបានគ្រូบอกមកទៅពេលនេះជាប្រភេទរបស់បញ្ជាដោយសារឃើញកិរិយាសព្ទ snow អានេះជាគុណកិរិយាសព្ទទេអត់វិញជាគុណកិរិយាសព្ទតែរបស់បញ្ជាអត់មានដាក់កម្មបត្តិទេជំនិតជាការត្រូវអានណាអ្វីត្រូវអានស្លាកសញ្ញានៃ of the product នៃផលិតផល carefully មានឲ្យបានប្រយ័ត្នប្រយែងនិង carefully ប្រយ័ត្នប្រយែងឬក៏ប្រុងប្រយ័ត្នដោយប្រុងប្រយ័ត្ន to determine ទៅដល់ចប់នោះគឺជាគុណកិរិយាបំណងណាដើម្បីឲ្យទៅពីចិនឲ្យទៅឃើញធូរច្រើនបកថាដើម្បីធូររហូតហ្នឹងដើម្បីកំណត់នៅគេ the correct method វិធីសាស្ត្រអានេះ correct ចាំបកក្រោយមកណាវិធីសាស្ត្រព្យាបាល method of treatment វិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវហ្នឹងស្ដាប់បានគ្នាអត់ទេទៅទៀតណាឧទាហរណ៍ថានេះវាជាប្រភេទថ្នាំយើងទិញមកវានៅលើសំបកណា Ivermectin អញ្ចឹងយើងនេះគេដាក់ parasiticide អញ្ចឹងគេទៅភ័យ ECI អញ្ចឹងវាមានសម្រាប់ថ្នាំសម្រាប់ពពួកប៉ារ៉ាស៊ីតវាដាក់បញ្ជាក់ណាមានអីគេ remove grab sucking line ចៃហើយជា line horn fly រុយហ្នឹងអញ្ចឹងយើងមើលអស់ណាជាពិសេសមើលកន្លែងការណែនាំពួកថ្នាំខ្លះគេបកប្រែយើងអត់អីទេបើសិនជាអត់បកប្រែយើងត្រូវតែព្យាយាមមើលជាពិសេសកន្លែង indication និង dosage នេះតូចដូចពិបាកមើលតិចតើឥឡូវគ្រូបានលម្អិតកន្លែងហ្នឹងទេអក្សរវាតូចពេក
chemical should not be applied to wet animal, or if rainfall is expected, less they will be washed off or too diluted to be effective. Đang ngày giờ mà biển sang nhưng linh trừ khơi bán năng cái xe nó phát những cái ta cái xe khó xe khó hoặc lái nhỉ anh lái ní tôi xe thật lẹt ní đèm mình đề đấy vợ đèm chẳng disco rồi đó ở trời mà cho nên đã mà còn phải hai dương thằng sẽ nhầm cái bịa pin năng này is expected let them be washed đang ở là dương mơ bịa sẵn rainfall expected expected này là trong cầm bịa dilute này cứ thôi vùng riêu cái thôi riêu wash này định liên sum đó bạn là dương mơ bịa để nhầm xe ní expect chỉ kia sáp nghe sẵn cầm expect sẵn cầm bịa dilute riêu chẳng bỏ là bạn đang mong thế chemical Nam Kimi should not be applied มันត្រូវប្រើមិនគួរប្រើสูตรមិនគួរប្រើចំពោះ to wet animal សត្វសើមវាអត់ប្រើលើសត្វសើមទេ or if rainfall is expected បើសិនជាឬក៏បើសិនបើទឹកភ្លៀងសង្ឃឹមថាមានយើងសង្ឃឹមថាមានភ្លៀងតិចតួចក៏ដោយ less ហ្នឹងក៏បកថាតិចតួចដែរនេះប្រភេទ dam មិនត្រូវវានឹងលាងសម្អាតចេញបើទឹកភ្លៀងមកទឹកភ្លៀងនោះវានាំយកអាជាតិថ្នាំដែលយើងបាញ់លើសត្វនោះវាទៅក្រៅអស់វានៅជាប់ខ្លួនសត្វណាឬក៏ to dilute ឬក៏វាពង្រាវវាធ្វើឲ្យថ្នាំយើងនឹងរាវវាត្រូវលាយទឹកវាសើមជាមួយទឹកភ្លៀងអញ្ចឹងវាប្រសិទ្ធភាពវាធ្លាក់ចុះវាក៏ធ្វើឲ្យរាវពេកឡើងមានប្រសិទ្ធភាពវាធ្វើ thu diluted មិនខ្ញុំពេចបកធូវាពង្រាវខ្លាំងពង្រាវលាយចូលទឹកខ្លាំងពេកទៅវាឡើងមានប្រសិទ្ធភាព cattle ticks are generally focusing on the brisket and underlining of animal brisket នេះគឺទ្រូងសត្វណានៅលើនេះហើយពី underline មានន័យថាជួរក្រោមមួយជាគេសាប់នឹងបកថាគូសបន្ទាប់ពីក្រោមណាតោះយើងបករបស់យើងជាទៅជាទៅយើងក៏មើលក្រោមណាយើងបក generally នេះមុនជាទៅដង្កែខាំគោនោះfirst sin គេឃើញជាលើកដំបូង sin see saw sin ត្រូវបានគេឃើញជាដំបូងនៅលើ on the brisket នៅលើទ្រូងរបស់សត្វ and the underline of animal ហើយនឹងជួរក្រោមខ្លួនសត្វហ្នឹងជួរក្រោមរបស់សត្វផ្នែកជួរក្រោមEuropean breeds and their crosses are more susceptible ហ្នឹងខ្ញុំបកមុនហ្នឹងវាបានវាស្តៀងមុនណាគេយកមកបញ្ជាក់តិចណាពូជគោអឺរ៉ុបហើយនឹងពូជកាត់របស់វាគឺជាងាយឆ្លងពួកតកែនឹងជាងគេ Insect
insecticidal pour-on is easy to apply and will last for up 2 to 3 weeks for both internal and external parasites. Insecticidal ចឹងអាហ្នឹងយើងប្រើជាគុណនាមណា insecticidal នៃថ្នាំសម្លាប់ពួកសត្វអត់ណាpour on នេះជានាមណាការចាក់ពីលើ is easy to apply មានថាងាយស្រួលប្រើ and will last for up to 3 weeks ហើយនឹងវាអស់ប្រសិទ្ធភាពដល់3សប្តាហ៍ចាំមាន3សប្តាហ៍ដែលយើងបាញ់លើវាហ្នឹងសត្វណាតែមកនឹងងាប់អស់វានៅមានវត្តមានលើខ្លួនសត្វចឹងហើយសូម្បីតែពពួកនេះបោះពណ៌សម្រាប់ទាំងសត្វទាំងប៉ារ៉ាស៊ីតក្នុងហើយនិងប៉ារ៉ាស៊ីតក្រៅប៉ារ៉ាស៊ីតក្នុងហ្នឹងគេដាក់អញ្ចឹងប្រហែលជាគេសម្ដៅទៅលើពួកនេះពួកតកៅស៊ីសាច់កៅស៊ីសាច់តកៅក្នុងតបៅគោបើអញ្ចឹងងាប់ដូចគ្នាហ្នឹងហើយនេះជារូបភាពយ៉ាងអញ្ចឹងយើងអាចបាញ់ឧបករណ៍បាញ់ថ្នាំហើយយើងឆ្នៃទៅចាំមិនអត់បានថ្នាំយកបាញ់លើគោហើយបើសិនយើងអត់បាញ់ទេយើងមានប្រើថ្នាំចាក់បើបាញ់វាស្រួលជាងគេវាសត្វវាមិនផ្អើលវាឈឺអីប៉ុន្តែអាហ្នឹងវាសម្ដៅទៅលើភេទសត្វដែលយើងលែងបើសត្វយើងចំដាក់ត្រង់ងាយទៅវាអត់មានទៅឡើងវាស្មៅឲ្យសត្វតោអីណាឲ្យពួកចៃតោចឹងសម្រាប់យើងមេរៀនមួយហ្នឹងយើងចប់តាមនោះសិនយើងសម្រាប់បន្តិច